បងប្អូនដែលកើតនៅក្នុងឆ្នាំទាំង5នេះនៅក្នុងពីចុងខែ3រហូតដល់ពាក់កណ្ដាលខែ4គឺជាឆ្នាំដែលបងប្អូនគួរតែមានការប្រុងប្រយ័ត្នខ្ពស់បើសិនជាធៀបទៅនឹងឆ្នាំនានាដោយសារលេខរបស់បងប្អូនទាំងអស់គ្នានឹងប៉ះទង្គិចលើគ្រោះចៃដន្យពិសេសលើគ្រោះថ្នាក់ការខាតបង់ចំនួននិងជំងឺបងប្អូនដែលកើតនៅក្នុងឆ្នាំមមី1ឆ្នាំជូត2ឆ្នាំម្សាញ់3ឆ្នាំរោង4ឆ្នាំថោះ5អ្នកដែលកើតនៅក្នុងឆ្នាំទាំង5នេះគួររក្សាតំណមប៉ុន្មានយ៉ាងនេះដើម្បីឲ្យបងប្អូនជៀសផុតអំពីគ្រោះទាំងពួងដែលអាចនឹងប៉ះពាល់លើបងប្អូនគិតចាប់តាំងពីចុងខែ3រហូតដល់ពាក់កណ្ដាលខែ4ដោយសារអីបើសិនជាបងប្អូនកើតនៅក្នុងឆ្នាំទាំងអស់នេះភ្លេចខ្លួនតែបន្តិចគឺនឹងមានរឿងតាមមកភ្លាមភាគច្រើនតកតងនឹងការខាតបង់អញ្ចឹងមុននឹងធ្វើអីត្រូវសម្រេចចិត្តឲ្យបានល្អិតល្អន់វិភាគថ្លឹងថ្លែងមុននឹងធ្វើរឿងនោះពិសេសតកតងទៅនឹងរឿងបំណុលខ្ចីបុលអីហ្នឹងនឹងមានការប៉ះទង្គិចខ្លាំងអាចឈានដល់ការមានវិវាទឬបណ្ដឹងតកតងនឹងចំនួនក្នុងគ្រួសារហើយក៏តកតងទៅនឹងជំងឺផងដែរនេះជាហេតុផលដែលអ្នកគ្រូលើកទឹកចិត្តឲ្យបងប្អូនប្រុងប្រយ័ត្នណាមួយលេខរបស់បងប្អូនភាគច្រើនគឺអាចនឹងជួបគ្រោះចៃដន្យអញ្ចឹងរឿងទី1តមការធ្វើដំណើរផ្លូវឆ្ងាយខ្លាំងចាបើសិនជាបងប្អូនអាចជៀសអំពីការធ្វើដំណើរផ្លូវឆ្ងាយបានគឺជៀសអូខេហើយក្នុងករណីមួយទៀតដែលចង់ធ្វើដំណើរផ្លូវឆ្ងាយបងប្អូនគួរតែចាមានការពារខ្លួនជាមុនដោយការស្រោចទឹកយោងយអ៊ុនលើកវិស័យរំដោះគ្រោះណាមួយដោយឪពុកម្ដាយក្តីដោយគ្រូឬសង្ឃណាមួយដែលបងប្អូនជឿជាក់ក្តីដើម្បីឲ្យបញ្ជាគ្រោះនឹងចេញទៅការធ្វើដំណើរយើងទៅបានដោយរលូនក្នុងករណីដែលយើងចាំបាច់ទៅទី2បើសិនជាអាចតមការធ្វើដំណើរនៅវេលាយប់ចាពិសេសចាប់ពីម៉ោង9កន្លះយប់ឡើងទៅគួរតែតមណាអត់គួរធ្វើដំណើរនៅវេលាយប់រហូតដល់យប់ជ្រៅទេអូខេឥឡូវហ្នឹងតមបានល្អរឿងទី3ក្នុងចន្លោះពេលនេះខ្ញុំបានលើកឡើងហើយតកតងទៅនឹងរឿងកម្ចីខ្ចីបុលចាអាហ្នឹងត្រូវតមមើលទៅត្រូវមិនស្រួលត្រូវមិនតំណងបើទោះបីត្រូវគួរជួយក៏ត្រូវតែគិតពិចារណាឡើងវិញដែរព្រោះលេខបំណុលនាំភ្លើងលុយនាំភ្លើងធ្វើទៅគឺឆាបខ្លួនឯងនាំឲ្យមានបញ្ហារឿងទី4គឺតមមាត់ចាតមឲ្យបានមាត់នឹងក្នុងចន្លោះវេលានេះពេលធ្វើដំណើរទៅណាឬក៏ធ្វើអីមួយទៅតតឲ្យបានបើសិនជាមាត់គេថាមាត់ស៊ីអំបិលប្រហុកណានិយាយផ្ដេសផ្ដាស់គឺនឹងអាចនាំគ្រោះមកដល់ខ្លួនឯងពិសេសនិយាយតាក់ទងទៅនឹងរឿងអមនុស្សរឿងអីអញ្ចឹងទៅអញ្ចឹងភាគច្រើនគឺលេខនឹងញ៉ាំងឲ្យមានចំហាយគ្រោះចូលមកខ្លួនរបស់យើងទាំងមិនដឹងខ្លួនអ្នកខ្លះជួយគិតនិយាយលេងបបាច់បបាយក៏ប៉ុន្តែពាក្យនិយាយលេងទាំងអស់ហ្នឹងវាជាពាក្យដែលតាក់ទងទៅនឹងរឿងអមនុស្សរឿងគ្រោះថ្នាក់រឿងអីអញ្ចឹងណាអាហ្នឹងគឺជើងលេខអាចនឹងនាំឲ្យវិស័យធ្លាក់ហើយវាមានប៉ះទង្គិចលើរឿងអមនុស្សរឿងអំពើរឿងមុនខ្មៅដូចជាមាត់និយាយបបាច់បបាច់អញ្ចឹងក្នុងចន្លោះពេលហ្នឹងរក្សាចិត្តឲ្យស្ងប់និយាយពាក្យល្អឲ្យបានច្រើននឹងជួយកាត់បន្ថយនៃរឿងរ៉ាវមួយវិញទៀតចិត្តឲ្យស្ងប់ចាហើយព្យាយាមចានៅក្នុងការគិតល្អក្នុងចន្លោះវេលានេះអ្នកដែលកើតនៅក្នុងឆ្នាំមមីជូតម្សាញ់រោងថោះអាសាធ្វើបុណ្យប្រឡែងសត្វស្លាបនិងសត្វក្នុងទឹកបានកុសលផលបុណ្យធំជួយរំដោះគ្រោះហើយជួយឲ្យក្នុងគ្រួសារសុខសប្បាយព្រោះជាធម្មតាបើសិនជាយើងធ្វេសប្រហែសតំណមណាមួយឬលក្ខខណ្ឌណាមួយតែមួយផ្លែទេអាចនាំទុកដល់ខ្លួនឯងហើយក៏អាចធ្វើឲ្យមានការខាតបង់នៅក្នុងក្រុមគ្រួសារដែរព្រោះខ្ញុំលើកឡើងហើយថាវាជាគ្រោះចៃដន្យវាជាភ្លើងចៃដន្យវាជាអន្តរាយចៃដន្យដែលអាចបង្កនៅវិវាទនិងការខាតបង់ណាមួយអញ្ចឹងមុននឹងធ្វើអីមួយគិតឲ្យច្បាស់ហើយអាសារំដោះគ្រោះអ្វីដែលសំខាន់ការការពារខ្លួនជារឿងចាំបាច់ចាការការពារខ្លួនជារឿងចាំបាច់មែនទែនសម្រាប់សិស្សគុណអ្នកគ្រូទាំងអស់ដែលកើតនៅក្នុងឆ្នាំទាំង5ដែលអ្នកគ្រូលើកឡើងខាងលើបើសិនជាមានខ្សែដៃសត្វពីរស៊ីវរបស់អ្នកគ្រូហើយខ្សែដៃ5ធាតុនេះហើយឬក៏យ័ន្តរបស់អ្នកគ្រូឬក៏សត្វតេបរបស់អ្នកគ្រូអាចអាសាយកមកដាស់ណាមកដាស់នៅចុងខែនេះដើម្បីឲ្យវត្ថុ
ស័ក្តិសិទ្ធិទាំងឡាយនេះឃុំក្រងរក្សាបងប្អូនឲ្យសុខសប្បាយក្នុងករណីបងប្អូនអត់ទាន់មានទេអាចជាវដាក់តាមខ្លួនអ្នកដែលមានយ័ន្តផ្សេងគួរតែយកមកដាស់ប្រសិទ្ធិឲ្យបានល្អដើម្បីលើករាសីខ្លួនឯងឲ្យខ្ពស់អ្វីដែលសំខាន់មួយទៀតអ្នកកើតក្នុងឆ្នាំទាំង5នេះបើសិនបើអាចបងប្អូនមានថង់ទូចមួយចាអាចដាក់ស្លឹកក្រូចសើចក្រៀមចាជាមួយនឹងអំបិលតិចតួចចានៅតាមខ្លួនល្អក្នុងករណីខ្លាចអំបិលហួតខូចបងប្អូនអាចដាក់តែសម្បកស្លឹកក្រូចសើចក្រៀមក៏បានដែរឬក៏ក្រូចសើចយើងហ្នឹងហាន់ស្ដើងមកហាលវាឲ្យស្ងួតដាក់តាមខ្លួននៅក្នុងចន្លោះពេលលេខដែលមានគ្រោះហ្នឹងក៏ជួយកាត់បន្ថយនៃឥទ្ធិពលគ្រោះផងដែរក្នុងករណីអត់មានក្រូចសើចទេអត់មានផ្លែក្រូចបងប្អូនយកស្លឹកក្រូចអូខេហើយអាចដាក់អំបិលតិចនៅលើនឹងដាក់តាមខ្លួនទៅជារៀងរាល់ថ្ងៃរហូតដល់ជើងលេខរបស់យើងផុតគ្រោះចាំយើងយកអាហ្នឹងទៅបោះចោលជាធម្មតាបងប្អូនអាចធ្វើអាហ្នឹងបានមួយសប្តាហ៍ម្ដងល្អសម្រាប់បងប្អូនណាក៏ប៉ុន្តែវិធីសាស្ត្រនេះជាវិធីសាស្ត្របឋមសម្រាប់ការគ្រោះនៅក្នុងចន្លោះវេលាពីចុងខែ3រហូតដល់មុនចូលឆ្នាំខ្មែរប៉ុណ្ណោះតែបើសិនជាបងប្អូនមានជាយន្តព្រះអង្គកណេឬព្រះអង្គវេស្សវត្តដូចអ្នកគ្រូឬក៏មានជាខ្សែដៃសត្វពីរសៀលដូចអ្នកគ្រូនឹងបងប្អូនអាចការពារខ្លួនបានយូរជាងហើយមានអានុភាពជាងបើសិនជាក្នុងបងប្អូនអាសាយកមកប្រសិទ្ធិនិងដាស់នៃអំណាចរាសីណាបងប្អូនណាចាចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាវស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកែឆុងឬក៏ជាខ្សែដៃ5ធាតុដោយអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាយន្តផ្សេងបងប្អូនអាចទាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ069 61 51 59ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ Bipingly បញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏ស័ព្ទទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សទាយធ្វើកិច្ចលើកជាអ៊ុនកែរាសីកែឆុងឬក៏ធ្វើកិច្ចដាក់អំពើបើកមុខបើករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូបានដូចគ្នាណា